តោះបងប្អូនយើងរៀនបង្កើតផ្សែងណាផ្សែងចេញពីភ្លើងទៀនផ្សែងចេញពីអីក៏បានដែរណាតោះបងប្អូនយើងចាប់ដើមមកយើង add new តោះយើង add new ហើយយើងយក brush នេះ brush tool នេះមកគូមលើផ្សែងហ្នឹងមកយកគូចេញជារូបរាងផ្សែងដែលយើងចង់បានមកបងប្អូនណាអូខេប៉ុណ្ណឹងមកតមកទៀតបងប្អូន right click ទៅលើ layer ដែលយើងទៅបង្កើតយើងយកទៅជា convert ទៅជា smart object បន្ទាប់ពី convert ទៅជា smart object ហើយបងប្អូនចូល filter menu ហើយបងប្អូននៅមួយពាក្យថា blur gallery ហើយបងប្អូនយកពាក្យថា path blur គេបន្តមកចូល path blur ហើយបងប្អូនដៅចំណុចទី1ហើយបងប្អូនដៅចំណុចចុងមួយបងប្អូនចុច R ផងដើម្បីដាច់តទៅពេលដៅបានពីចំណុចហើយបងប្អូនអាច add ចំណុចនេះមួយដើម្បីយើងសេរីទៅតាម point ណាតែបងប្អូនសេរីមកតាម point ផ្សែងចំណុចផ្សែងដែលវាចេញពីណាទៅណីអញ្ចឹងណាបងប្អូនទាញវាមកអូខេបងទាញមកបន្ទាប់ពីបងប្អូនទាញចំណុចហ្នឹងហើយបងប្អូនសេរីនេះ speed នេះបងប្អូនទាញច្រើនតិចមកទា copy មកដើម្បីយើងចេញកាញ់ណាហើយអូខេចេញប៉ុណ្ណឹងហើយបើបងប្អូនចង់បានកាញ់កាន់តែខ្លាំងទៀតនេះបងប្អូនដោះ select នេះមកអូខេវានឹងចេញផ្សែងបែបលក្ខណៈ logic កាន់តែច្រើនបន្ទាប់ពីបងប្អូនឆ្លាញ់ប៉ុណ្ណឹងហើយយើងគាត់ថាអូខេយើងយកអូខេនេះមកតើបងប្អូនយកអូខេហើយបងប្អូនអាចដាក់ blending mode នេះទៅជា screen ក៏បានណាដើម្បីឲ្យវាស៊ីជាមួយនឹងភ្លើងអាចសេរីពណ៌ត្រីអីថែមទៀតបានណាបងប្អូនអូខេអរគុណច្រើន